អស់មុនទៅទូរថភ្លើងដែលក្រឡាប់ធ្លាយប្រេងចេញមកក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសិង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភាគពាយព្យកម្ពុជាជុំវិញករណីស្រុតភ្លើងរថភ្លើងបណ្ដាលឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាយចេញប្រេងមកក្រៅនៅចំណុច PK 191 600 ខ្សែដែកទិសខាងជើងស្ថិតនៅភូមិជ្រេះឃុំអូរតាប៉ោងស្រុកបាកាខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពមកពីណាចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ1535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុន Sukimex ប្រភពនាំចូលពីប្រទេសសិង្ហបុរីតាមកំពង់ផែស្វាយ័តក្រុងព្រះសីហនុដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រីងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តភាគពាយព្យប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។